ចាសសូមអញ្ញាគ្រូជំរាបសួរលោកតាលោកយាយពុកម៉ែមេបងប្អូនសំណាក់ស្នាប់វីដេអូទាំងអស់គ្នាចាសសូមស្វាគមន៍មកកាន់เพจរុជីជីវិតនិង Channel YouTube ដែលមានឈ្មោះថាសុខវតីដោយនាងខ្ញុំបានបង្ហាញលើក្បាលវីដេអូរដងពុកម៉ែបងប្អូនទាំងអស់គ្នាចាំបានឃើញទេខ្ញុំជាម្នាក់មួយផងណាណាប់ចិត្តដល់វីដេអូទាំងអស់គ្នាសូមអរគុណទុកជាមុនចឹងថ្ងៃនេះគឺមានជួបមួយវីដេអូថ្មីរបស់នាងខ្ញុំគឺនាងខ្ញុំធ្វើជាមួយនឹងជៀនស្អំពងទាពុកម៉ែបងប្អូនទាំងអស់គ្នាចាតែតំតបានហ្នឹងគឺទៅរក10ផ្សារពុកម៉ែបងប្អូនអើយសារស្អំនាងខ្ញុំមានលាស់ត្រួយទេខែក្តៅអើយពុកម៉ែបងប្អូនអើយចាទៅទិញស្អំបន្តិចទៅទិញពងទាបន្តិចទៅពួកអីកម្រងនឹងខានញ៉ាំយូរហើយកម្រងក៏មានពី3ថ្ងៃហើយចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចានាងខ្ញុំទិញទៅ3ដុំឯងហើយពងទាទិញ20គ្រាប់តែនាងខ្ញុំដាក់ទៅ4គ្រាប់ឯងពុកម៉ែបងប្អូនទាំងអស់គ្នាចាបន្តមកទៀតហ្នឹងយើងចាប់ផ្ដើមទៅយកចានស្អាតមួយហើយយើងគោះជាមួយនឹងពងទាយើងដាក់ចូលចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចំនួន4គ្រាប់ពុកម៉ែបងប្អូនថាគោះហើយក៏យើងធ្វើការក្លុកឲ្យបែកល្អមកពុកម៉ែបងប្អូនទាំងអស់គ្នាចានៅពេលដែលក្លុកហ្នឹងគឺយើងលាយគ្រឿងទេសហើយចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាគ្រឿងទេសរបស់យើងអត់មានអីច្រើនទេមានដូចស្ករសមានជាមួយនឹងប៊ីចេងហើយមានជាមួយនឹងទឹកត្រីនឹងខ្ញុំអត់ប្រើអំបិលទេពុកម៉ែបងប្អូនទាំងអស់គ្នាចាគឺប្រើជាមួយទឹកត្រីរសជាតិរាងស្រាយជាងអំបិលអត់ដិតដូចអំបិលចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយទឹកត្រីហ្នឹងខ្ញុំដាក់3ស្ព្រាបាយពុកម៉ែបងប្អូនតែអត់ពេញទេចាមួយស្ព្រាអត់ពេញទេពុកម៉ែបងប្អូនចាពេលដែលនាងខ្ញុំចាក់ជាមួយនឹងទឹកត្រីចូលហើយនាងខ្ញុំក្លុកតិចទៅហើយក៏ចាប់ផ្ដើមធ្វើការចាក់ជាមួយនឹងទឹកសយើងធម្មតាណាពុកម៉ែបងប្អូនចាក់ចូលមកដើម្បីកុំឲ្យខាប់ពេកចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាហើយនេះគឺស្អំនាងខ្ញុំបានកាត់ហើយពុកម៉ែបងប្អូនកាត់តាមវាយតាមចំណង់ចំណូលចិត្តទៅនាងខ្ញុំកាត់ប៉ុណ្ណឹងចាស្រឡាញ់ប៉ុណ្ណាកាត់ប៉ុណ្ណឹងទៅណាណាប់ចិត្តទាំងអស់គ្នាចាបន្ទាប់ពីធ្វើការក្លុកចូលជាតិហើយចាំការទៀតទៅដាក់ដាំខ្ទះឲ្យក្តៅហ្មងណាប់ចិត្តដើម្បីធ្វើការជៀនមួយស្អំយើងពុកម៉ែបងប្អូនដាក់ខ្ទះក្តៅហើយចាក់មួយប្រេងឆាហើយយកវាឆាយើងហ្នឹងវីជារង្វង់ក្នុងខ្ទះហ្នឹងឲ្យពេញបានធំតិចទៅស្នុកយើងធ្វើការជៀនបានល្អអត់ជាប់ចឹងណាពុកម៉ែបងប្អូនចាមើលថាប្រេងឆាយើងនឹងចាប់ផ្ដើមក្តៅហើយចាក់ជាមួយនឹងស្អំយើងចូលមកពុកម៉ែបងប្អូនអើយចាបន្ទាប់ពីចាក់ចូលហើយហ្នឹងយើងក៏យកជាមួយនឹងសាព្រីពុកម៉ែបងប្អូនវីចុះវីឡើងទៅចាអញ្ចឹងបន្ទាប់ពីវីចុះវីឡើងហើយទុកបន្តិចទៅគឺចាប់ដើមឆ្អិនហើយបន្ទាប់ពីឆ្អិនហើយមកចំហៀងហើយយើងធ្វើការប្រែអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាចាប្រែទៅគឺល្អខ្លាំងពុកម៉ែបងប្អូននៅតោះទៅប្រែ1 2 3អូខេតោះមិនដែរពុកម៉ែបងប្អូននៅគ្រាន់តែឃើញប៉ុណ្ណឹងគួរឲ្យស្រក់ទឹកមាត់ទេចាសម្រាប់បងប្អូនដែលចូលចិត្តទេណាណាប់ចិត្តទាំងអស់គ្នាចាបន្ទាប់ពីយើងធ្វើការត្រឡប់ឲ្យទុកបន្តិចឆ្អិនដួសដាក់ចានណាប់ចិត្តទាំងអស់គ្នាចានេះហើយយកប្រទេសទី2ចំពោះវិធីជៀនស្អំហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នានឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាគឺចេះហើយចាគ្រាន់តែថានាងខ្ញុំអត់មានវីដេអូអញ្ចឹងក៏ធ្វើការផុសទៅអធិស្ឋានណាពុកម៉ែបងប្អូនអើយបើថាខុសឆ្គងកន្លែងណាពុកម៉ែបងប្អូនដឹងមិនអត់នាងខ្ញុំពុកម៉ែបងប្អូនទាំងអស់គ្នាថាធ្វើនឹងអត់មានភ្លេចអីទេប៉ុន្តែដល់ទៅពេលឆ្អិនហើយមិននឹកឃើញថាភ្លេចដំខ្ទឹមដាក់ពុកម៉ែបងប្អូនទាំងអស់គ្នាអើយចាចាប់ត្មងហើយចុងភៅនេះអធិស្ឋានយកពុកម៉ែបងប្អូនកុំយកគំរូតាមនាងខ្ញុំនិយាយទៅពងទាស្អំនឹងបានចំនួន3បន្ទះពុកម៉ែបងប្អូនធំ2តូច1ចាហើយពេលដែលប្រែហើយនាងខ្ញុំបញ្ចុកដាក់ចានហើយនេះពុកម៉ែបងប្អូនចាបងប្អូនចង់ចិត្តជាចំណិតអញ្ចឹងក៏បានឬចង់ទុកជាប្រទេសធំទាំងអស់ក៏បានដែរតាមចំណង់ចំណូលចិត្តទេហើយបើសិនជាបានជាមួយនឹងទឹកកាពិទៀតចិត្តរឹតតែឆ្ងាញ់ពុកម៉ែបងប្អូនចាទឹកត្រីកោះកុងក៏បានដែរតែនាងខ្ញុំបានធ្វើទេអញ្ចឹងមួយទៀតសូមខ្ញុំយកគំរូតាមនាងខ្ញុំអត់បានធ្វើឯងពុកម៉ែបងប្អូនញ៉ាំធម្មតាអញ្ចឹងទៅអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាបានហូបអីគេដែរថ្ងៃហ្នឹងនាងខ្ញុំបានជាមួយនឹងជៀនស្អំមកទៀតអញ្ចឹងវីដេអូនាងខ្ញុំគ្មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបានតាមដានទស្សនាវីដេអូនេះខ្ញុំតាមដានដល់ចាប់ជួបគ្នានៅវីដេអូក្រោយជម្រាបលាអរគុណបាយបាយ